បើថៃពិតជាល្អចំពោះខ្មែរដោយការនិយាយនៅ UN មែននោះការដោះលែងទ័ពខ្មែរ18នាក់គឺជាតលហេកោបឋមមួយនេះជាការលើកឡើងរបស់ក្រសួងមហាផ្ទៃកម្ពុជានៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025និងក៏ជាការចោទសួរត្រឡប់ទៅកាន់ប្រមុខការទូតថៃលោកស៊ីហាសាភួតគិតកែវការអធិប្បាយរបស់ក្រសួងមហាផ្ទៃស្ដីពីការទាមទារឲ្យភាគីថៃដោះលែងឆ្លើយសឹកកម្ពុជាទាំង18នាក់ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុននិងលោកស៊ីហាសាភួងកេតកែវបានឡើងថ្លែងអំពីស្ថានភាពព្រំដែនកម្ពុជាថៃនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025លោកប្រាក់សុខុនបានប្រាប់បណ្ដាសមាជិកអង្គការសហប្រជាជាតិថាសន្តិភាពរបស់ប្រទេសកម្ពុជាដែលបានមកដោយលំបាកបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីប្រទេសជិតខាងមួយដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាក្នុងពេល